บาทสุดได้บอกบนดอกนี้บาทจิตีกระดมหนึ่งจิตีรอบานบอกบนจูพยมเตได้ตามได้ยาไปดูบอกขยมบอกบนไงในไปดูบอกขยมเรียงเงาได้ปล่อยยมทอนออกไปยุบทำไมในมองบ่มเปิลโยบายบางบุญไอ้ขยมโมนี่คือโมมือปูนสำราญนมันตีเป็ดบาทนมันตีเป็ดบางไอ้ไข่กระพงสปื้อบางบุญบาปูนยมโมสำราญปีโยบายไอ้นี่ยมโมเลือกตีปีไอ้ยบตีปียบตีมวยเด็กขยมโมนั่นคือยมมัดบานทอดจีพีดูដើម្បីចែកជូនបងប្អូនទស្សនាឲ្យបងប្អូនហើយនេះខ្ញុំមកលើកទី2គឺខ្ញុំថតជាវីដេអូដើម្បីចែកជូនបងប្អូនទស្សនាមើលលេងកំសាន្តបងប្អូនវីដេអូរបស់ខ្ញុំទាំងអស់គឺខ្ញុំថតតែពីជីវិតពិតប្រចាំថ្ងៃរបស់ខ្ញុំនេះបងប្អូនអត់បានថតជាមេរៀនឬក៏បង្ហាញជាមេរៀនអីសម្រាប់ឲ្យបងប្អូនយកទៅធ្វើត្រាប់សម្រាប់តាមអីទេបងប្អូនគឺខ្ញុំថតតែពីជីវិតពិតប្រចាំថ្ងៃបងប្អូនបងប្អូនឃើញស្រាប់ហើយនៅក្នុងវីដេអូរបស់ខ្ញុំសូម្បីតែខ្ញុំមកស្រែក៏ខ្ញុំថតខ្ញុំទៅរកក្តាមក៏ខ្ញុំថតខ្ញុំទៅរកត្រីក៏ខ្ញុំថតខ្ញុំទៅធ្វើការរោងចក្រក៏ខ្ញុំថតពីកាលមុនខ្ញុំនៅលក់ដូរគឺខ្ញុំថតវីដេអូដើម្បីចែកជូនបងប្អូនទស្សនាមើលលេងកម្សាន្តដែរបាទកាលហ្នឹងខ្ញុំនៅលក់ដូរខ្ញុំថតដើម្បីឲ្យបងប្អូនទស្សនាមើលលេងបងប្អូនរៀងល្ងឹតតិចហើយបាទនេះខ្ញុំដើរទៅមកដល់នេះហើយបងប្អូនបាទឥឡូវនេះពងដើរมือកំសានมือនេះมือនោះឡើយទេបងប្អូនខ្ញុំដឹងកន្លែងប្អូនគាត់សម្រាលហើយបាទនៅអាគារណាតែខ្ញុំដើរមើលទេសភាពតាំងពីកន្លែងផ្ញើម៉ូតូមករហូតទៅដល់កន្លែងប្អូនគាត់សម្រាលដល់អាគារដែលប្អូនគាត់សម្រាលចឹងហើយខ្ញុំដើរមើលនៅមើលនោះមើលបងប្អូនយើងដែលគាត់មកសម្រាលបងប្អូនយើងដែលគាត់មកមន្ទីរពេទ្យមិនថាសម្រាលមិនថាអីទេបងប្អូនដែលគាត់មានជំងឺឈឺឆ្កាត់អីហ្នឹងចឹងហើយខ្ញុំដើរមើលទេសភាពក្នុងនឹងតែខ្ញុំអត់បានបង្ហាញឲ្យបងប្អូនឃើញគ្រប់ជ្រុងជ្រោយទេឲ្យឃើញតែមុខខ្ញុំឯងព្រោះខ្ញុំកាន់ទូរស័ព្ទទៅថតតែមុខខ្ញុំបងប្អូនអត់បានបង្ហាញពីទាំងនេះទាំងនោះឲ្យបងប្អូនទស្សនាមើលលេងនៅក្នុងពេទ្យនឹងគ្រប់ជ្រុងជ្រោយទេណាបងប្អូនបាទសូមអធិស្ឋានហ៎ហើយណាមួយខ្ញុំខ្លាចលោកគ្រូពេទ្យអ្នកគ្រូពេទ្យឃើញយើងថតតែព្រេះប្រដាអញ្ចឹងខ្លាចវាមានបញ្ហាអញ្ចឹងខ្ញុំថតតែមុខខ្ញុំហើយបងប្អូនចាំទស្សនាទៅមុខទៀតខ្ញុំនឹងទៅដល់មន្ទីរពេទ្យដល់ឡើងអាគារសម្រាលដើម្បីនឹងថតចែកជូនបងប្អូនទស្សនាឲ្យបងប្អូនឃើញថាប្អូនខ្ញុំគាត់សម្រាលហើយបាទហើយចឹងខ្ញុំនៅដើរនៅតាមផ្លូវឡើយបងប្អូនមិនទាន់ទៅដល់អាគារសម្រាលឡើយដើរមើលលេចមើលកើតបងជើងមើលបងប្អូនរបស់យើងដែលគាត់បានមកសម្រាលគាត់បានមកមន្ទីរពេទ្យបងឯកខេត្តកំពង់ស្ពឺមន្ទីរពេទ្យបងឯកខេត្តកំពង់ស្ពឺធំមកបងប្អូនបាទឥឡូវនេះខ្ញុំបានមកដល់អាគារសម្រាលហើយតែឥឡូវខ្ញុំដើរទៅកន្លែងបន្ទប់ដែលសម្រាលហើយយើងទៅដល់កន្លែងបន្ទប់មួយទៀតដែលមានកន្លែងសម្រាកមានបន្ទប់សម្រាលផ្សេងបន្ទប់សម្រាប់ផ្សេងបងប្អូនឥឡូវខ្ញុំដើរទៅរកគាត់បន្ទប់សម្រាប់បាទឥឡូវបានមកដល់ហើយនេះបាទនោះបងប្អូនបានឃើញហើយបាទកូនប្រុសបងប្អូនកូនប្រុសអាឡើងទលុកទលុនហើយបងប្អូនអើយបងប្អូនឃើញចឹងថាទូយទេតែបើខ្ញុំទៅឃើញផ្ទាល់ចឹងធំទលុកទលុនហើយនេះសារតែបងប្អូនកូនក្មួយទាំងអស់ហើយអ្នកខ្លះមកកំដរ2យប់ហើយដូចអ្នកខ្ញុំនេះមក2យប់ហើយខ្ញុំនឹងបានមកតែមកផ្លែនទេតែខ្ញុំនឹងបានមក2ដងដែរបាទចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបាទសូមអរគុណបាទ